នេះជាឧបករណ៍បាញ់កាំភ្លើងប្រភេទ Lift to Heal Revolver ដំបងបង្អស់ទោះបីជាវាមិនមានសុវត្ថិភាពពេញលេញប៉ុន្តែវាបានក្លាយជាឧបករណ៍អាវុធពេញនិយមបំផុតនៅសម័យនោះរបៀបដំណើរការនៅពេលអ្នកចាប់ដៃគៀប Trigger វានឹងបង្កើតអណ្ដាតភ្លើងទៅបន្ទះមួយ Chamber ដែលមានម្សៅកាំភ្លើងបន្ទះបាញ់នេះមានរាងជាចានស្ដើងមូលបង្កើតឡើងដើម្បីអាចផ្ទុកគ្រាប់បានច្រើនវាអាចបង្វិលបានដូច្នេះគ្រាប់បាញ់នីមួយអាចផ្លាស់ទីទៅសម្រាប់បាញ់ដោយមិនចាំបាច់ដាក់ចូលដោយដៃរបៀងគ្នាបញ្ហាដែលកើតឡើងក្នុងករណីមួយចំនួនភ្លើងដែលបង្កើតឡើងនៅបន្ទះមួយអាចឆក់ទៅបន្ទះផ្សេងដែលនៅជិតនោះនេះអាចធ្វើឲ្យគ្រាប់បាញ់ទាំងអស់ផ្ទុះជាដំណាក់កាលនិងបាញ់ចេញទៅគ្រប់ទិសទាំង4ផលវិបាកគឺអ្នកកាន់កាំភ្លើងអាចរងរបួសដោយគ្រាប់បាញ់របស់ខ្លួនឯងម៉ាស៊ីនបាញ់បែបចាស់ Old Style Machine Gun មានប្រភេទមួយបាញ់គ្រាប់មានរាងជាតារាងសុទ្ធធរគ្រាប់បន្លុកវាធ្វើការដោយបង្វិលបន្ទះបាញ់ដោយដៃនៅពេលបង្វិលត្រឹមត្រូវបន្ទះនឹងស្ថិតត្រង់នឹងលូបាញ់ហើយគ្រាប់បាញ់ថ្មីនឹងត្រូវបញ្ចូលដោយស្វ័យប្រវត្តិបច្ចេកទេសបាញ់នៅពេលអ្នកចាប់ដៃគៀបម្សៅកាំភ្លើងនឹងត្រូវផ្លេកតាមរយៈរន្ធតូចមួយភ្លើងនឹងធ្វើឲ្យម្សៅកាំភ្លើងផ្ទុះបង្កើតឧស្ម័នសម្ពាធខ្ពស់ដើម្បីបាញ់គ្រាប់ចេញពីលូកាំភ្លើងនេះអាចបាញ់គ្រាប់បន្លុកជាបន្តបន្ទាប់ដើម្បីបង្កើតភាពខ្លាចនិងសម្រេចលទ្ធផលបំផ្លាញខ្ពស់ក្នុងសម្យុទ្ធ